จังยมเมื่อเคยให้มันหาชมสตรียังครั้งนะจีบใช้สตรีขมายแต่ดอกไหลนะก็กดเนยแต่อ้บางห้างสมาร์ทเพียบบกดให้เราขนมในมวยได้มนุษย์โปรในคราวมันก็ไม่เห็นได้ปนท้ายกี่ไอเธอกาหมดขี้กี่ไอสหกาขี้กี่ไอvậy tới ôi mua là than bao kê năng đi chầm rán tam rồi giá ca đặc mong rồi bao sợi mình nè cái con sợi không ai để nhóm bạn khơi nâng chẳng là vậy để nhóm bạn hiện sâu bị kê hao nhóm trong à bị bọn khuôn anh và time nữa nhóm thời tại và time smart phiệp khuôn anh cùng rừng quân phiệp này cả sắc xa phải vô bao khuôn anh và time tiết hay vô cùng ru bao bộ quạt bẹ lý cam quân khmerอุปธรรมพนักมกดอยผลิตภัณฑ์บำบัดสุขภาพวีโฮปช่วยดอสไลปัญหาสันละโซไซนึ่งอาซิดอย่างมีประสิทธิภาพวีเฮิบช่วยดอสไลปัญหาเลือดสัมผัสชิมเลือดเจียดสกอร์กาเปียจงือตึกนมพายนึ่งปัญหาดอมรังนมสหการผลิตดอยอาเป็กเมดีเนไอเกติทอดรูปหนึ่งทอดวิดีโออาเป็กเมดีใช้ประดิษฐ์ขมิ้นด้านกำหนดมาซูมกรุ๊ปจุ่มบิบซูดอลปุ่มไม้บองโปนปริมาณเนี่ยคอนโทรลในขนมกรรมวิธีปิลิกรรมกุลขมายไงนี่ยืนอย่างพลายติ๊กจูบจมวยเวกเหมือนไฮเวกเหมือนนี่คือยิมชื่อทาบองโปนภายเจ็บบานสกอร์ก็ได้คือสตรีชเนิมในขนมวิสัยซอบไซกุลขมายก็เจียเนี่ยเราสำคัญเหมือนเนี่ยได้ในขนมวิสัยกุลขมายนี่ยืนก็จ้องดังทาในปิ่นกรอยสกัมเพียบบองโอนไตแต่บานสกอลเนี่ยในคอนโทรลในขนมกุลขมายไตแต่บานคืนในลือบันไดโซเชียลมีเดียไอจะดำนั่งหรือเบี้ยโดยท่าโปหรือเมียนหลุมอัดอย่างไม่คลาดเทียดสมในนอมไอบองโพนึงได้จูบในไงในต่อให้ยืมมอจะใจเนี่ยในขนมปะระยะกะมุ้ยได้รีแลกให้จิมวยนังทอมาเจียดว่ายังทรงจะสู้บองจ้าทำไมนี่ខ្ញុំឃើញមកនេះហៅសុំហៅឈ្មោះណាចាបងបាទឃើញទៅដល់សហរដ្ឋអាមេរិកឃើញទៅដល់ការផ្សព្វផ្សាយនៅលោកខាងលិចឲ្យយល់ដើមបើនិយាយមែនតើទៅពិតជាមានអារម្មណ៍ថារំភើបជំនួសភ្ជាប់ជាមួយគ្នានេះគឺចង់ដឹងបន្តិចដែរសុកទុកហើយនឹងទៅតែមកពីអាមេរិកថ្មីនេះយ៉ាងណាហើយបាទចាជាដំបូងសូមគោរពជំរាបសួរបងហើយជំរាបសួរទៅដល់ទស្សនិកជនដែលកំពុងតែទស្សនាវីដេអូមួយនេះសុកទុកនោះដូចជាមិនអីទេសុកទៅតាមធម្មជាតិចាពេលមេឃភ្លៀងអញ្ចឹងទៅយើងក៏ល្ងាអញ្ចឹងទៅពេលមេឃក្តៅយើងក៏ក្តៅទៅមកពីសហរដ្ឋអាមេរិកនេះខ្ញុំបានចាប់ផ្ដើមបន្តបេសកកម្មរបស់ខ្ញុំបន្តទៀតហើយនៅក្នុងការងារផ្សព្វផ្សាយព្រោះថាពេលយើងធ្វើដំណើររៀងឆ្ងាយយើងត្រូវការសម្រាកតែខ្ញុំជឿថាបងប្អូនដែលគាត់តាមដានเพจខ្ញុំក៏បានឃើញដែរមករយៈហ្នឹងខ្ញុំចាប់ផ្ដើមបំពេញការងារខ្ញុំជាធម្មតាវិញខ្ញុំសូមរំលឹកពីអតីតកាលនៃការចូលរួមនៅក្នុងគុណខ្មែរនេះតាមរយៈបេសកកម្មរបស់ខ្ញុំដំបូងហ្នឹងខ្ញុំគឺជាអតីតបុគ្គលិកនៅស្ថាប័នមួយដែលគេមានសង្វៀនបណ្ដាលហើយកាលនោះខ្ញុំគឺជាអ្នកបម្រើការងារផ្នែកអ្នករៀបចំកម្មវិធីព័ត៌មានដូចគ្នាដោយសារខ្ញុំមានអាជីពជាអ្នកសារព័ត៌មានចាហើយគ្រានោះដោយសារតែយើងជាបុគ្គលិកបម្រើការនៅទីនោះផងហើយយើងត្រូវបំពេញតួនាទីផងយើងក៏ចាប់ផ្ដើមចូលប្រឡូកនៅក្នុងការផ្សព្វផ្សាយបណ្ដាលនឹងតែម្ដងទាំងដែលអត់មានបទពិសោធន៍ផ្នែកផ្សព្វផ្សាយបណ្ដាលទេប៉ុន្តែផ្នែកផ្សេងយើងមានចាតែយើងយកអាជំនាញដែលយើងបានរៀនសូត្រហ្នឹងយើងមកប្រើនៅក្នុងវិស័យកីឡាបណ្ដាលគុណខ្មែរហ្នឹងហើយពីឆ្នាំ2019ហ្នឹងខ្ញុំក៏ចាប់ផ្ដើមធ្វើរហូតដល់ខ្ញុំសម្រាកពីកន្លែងការងារចាស់របស់ខ្ញុំហ្នឹងដូចជាឆ្នាំ2022នៅពេលដែលខ្ញុំសម្រាលកូនហ្នឹងខ្ញុំក៏ចាប់ផ្ដើមធ្វើ content ធ្វើមេតិកាព័ត៌មានកីឡាការសម្ភាសន៍កីឡានៅលើเพจផ្លូវការរបស់ខ្ញុំដែលមានឈ្មោះថាសេមូលីនី journalist នឹងតែម្ដងបាទចាចាប់ផ្ដើមប្រកួតធ្វើអានឹងតែម្ដងចាចាប់ផ្ដើមធ្វើតែម្ដងបន្ទាប់ពីខ្ញុំឈប់ធ្វើការងារនៅកន្លែងចាស់បាទចាពេលដំបូងពេលដែលមកចាប់ផ្ដើមនៅក្នុងអ្វីដែលមិនជាជំនាញហើយវាជាជ្រុងផ្សេងមួយទៀតតើមានការជួបលំបាកអីដល់ពិបាកដែរដោយសារតែយើងអត់បានដឹងយើងត្រូវការរៀនសូត្រច្រើនចានៅក្នុងវិស័យអីក៏ដោយនៅពេលដែលយើងចាប់ផ្ដើមថ្មីអ្វីដែលយើងត្រូវគិតដំបូងគឺយើងត្រូវតែស្វែងយល់អំពីវិស័យហ្នឹងបាទអញ្ចឹងនៅពេលដែលយើងថ្មីចាស់តែម្ដងគឺច្បាស់ណាស់យើងត្រូវតែប្រឹងប្រែងរៀនសូត្រដែរវាដូចយើងរៀនពីថ្នាក់ទី1អញ្ចឹងទោះបីយើងមានជំនាញខាងផ្សព្វផ្សាយនៅក្នុងវិស័យអីផ្សេងប៉ុន្តែដល់ពេលយើងចូលក្នុងវិស័យហ្នឹងគឺជាការចាប់ផ្ដើមថ្មីអញ្ចឹងខ្ញុំត្រូវការរៀនសូត្រពីមនុស្សជុំវិញខ្លួនច្រើនណាស់
ទាំងអ្នកដែលគាត់ធ្លាប់ផ្សព្វផ្សាយនៅក្នុងនឹងទាំងអ្នកដែលគាត់ធ្លាប់មានជាជំនាញរៀនសូត្រពីកីឡាកររៀនសូត្រពីគ្រូរៀនសូត្រពីប្រធានក្លឹបនិងមនុស្សជុំវិញខ្លួនដែលពាក់ព័ន្ធជាមួយនឹងវិស័យហ្នឹងហើយសំខាន់មួយទៀតនោះដោយសារតែពេលដែលខ្ញុំចាប់ផ្ដើមធ្វើការងារហ្នឹងខ្ញុំនៅលាវខ្ញុំអត់មានគ្រួសារអញ្ចឹងយើងជាមនុស្សស្រីយើងត្រូវធ្វើការជាមួយនឹងមនុស្សប្រុសបាទអញ្ចឹងអាចថាកន្លងមកមើលទៅដូចមិនធ្លាប់មានក៏ប៉ុន្តែវាមិនមែនជាបញ្ហាចោតសម្រាប់ខ្ញុំទេចាព្រោះបងប្អូនខ្លះគាត់បានឃើញរូបរាងខ្ញុំតាំងពីដើមមកគាត់ថាអីមកពីណាមកពីណីរៀងរើអីចេះចុះអីចឹងទៅយើងទទួលបានសម្លេងអញ្ចឹងប៉ុន្តែខ្ញុំនៅតែជឿជាក់លើសមត្ថភាពខ្លួនឯងថាខ្ញុំត្រូវតែយកអ្វីដែលខ្ញុំមានហ្នឹងដើម្បីចូលរួមនៅក្នុងវិស័យហ្នឹងបាទចារហូតដល់បំពេញការងារដល់សប្តាហ៍ថ្ងៃនេះតែម្ដងមកគិតពីវិស័យព័ត៌មានមកនេះចូលប្រឡូកតាំងពីឆ្នាំណាចុងឆ្នាំ2012បងតាំង2012មកចាអូជាង10ឆ្នាំហើយជាង10ឆ្នាំប៉ុន្តែដល់ពេលដែលយើងចូលនៅក្នុងការផ្សព្វផ្សាយជាមួយនឹងគុណខ្មែរទៅតែ2019ទេចាខែដូចជាខែ7បាទអញ្ចឹងក៏មិនមានកម្រងអីដែលដូចថាឲ្យធំដុំក្នុងការបញ្ជ្រាបខ្លួនចូលមកគឺអត់មានទេចៃដន្យចាប៉ុន្តែបើក្នុងភាពចៃដន្យហ្នឹងយើងក៏ត្រូវការតាំងចិត្តរបស់យើងដែរមិនមែនថាចៃដន្យហើយយើងត្រូវបដិបដោយខ្លួនតាមពេលវេលាឯងព្រោះយើងធ្វើអីក៏ដោយយើងចង់អភិវឌ្ឍខ្លួនឯងបាទណាមួយនៅពេលដែលខ្ញុំបានចូលទៅក្នុងវិស័យហ្នឹងខ្ញុំក៏សង្កេតឃើញនៅអ្វីដែលវិស័យហ្នឹងត្រូវការពីជំនាញរបស់ខ្ញុំទី1គឺការផ្សព្វផ្សាយដែលខិតចិត្តដល់ជាមួយនឹងប្រភពបាទដូចជាកីឡាករគ្រូបង្វឹកឬក៏កន្លែងណាដែលត្រូវការសម្លេងបាទដោយសារតែខ្ញុំគឺជាសម្លេងរបស់ពួកគាត់បាទទើបខ្ញុំសម្រេចចិត្តចូលមកក្នុងវិស័យនេះតាមរយៈជំនាញដែលខ្ញុំមានហ្នឹងចាបាទហើយមកដល់ពេលនេះខ្ញុំជឿថាយើងអាចនិយាយបានថាជាស្ត្រីឆ្នើមមួយរូបនៅក្នុងនាមជាអ្នកផ្សព្វផ្សាយគុណខ្មែរទៅកាន់សាធារណជនក៏ដូចជាទៅកាន់ពិភពលោកប៉ុន្តែទោះបីជាយើងធ្វើនៅក្នុងកម្រិតថ្នាក់គេថាភាសាជាតិចាថ្ងៃយើងធ្វើនៅកម្រិតភាសាជាតិចាមិនទាន់ជាបរទេសឬក៏អីឡើយប៉ុន្តែយ៉ាងណាយើងឃើញមើលឃើញថាទទួលបានជោគជ័យច្រើនមែនទែនចាអរគុណបងទាំងអស់នេះអាចចង់ដឹងបន្តិចដែរថាកត្តាអីដែលម៉ូនីពេលដែលធ្វើនៅក្នុងមាតិកាបណ្ដាលនេះហើយចុះទៅផ្ទាល់ជាមួយនឹងកីឡាករកីឡាការីធ្វើឲ្យមានភាពជិតស្និទ្ធហើយរបៀបថាមានទំនាក់ទំនងល្អជាមួយនឹងប្រភពខ្ញុំបានបង្កើតនៅភាពស្និទ្ធស្នាលដូចជាមួយនឹងកីឡាករឬក៏អ្នកពាក់ព័ន្ធអ្នកនៅជុំវិញខ្លួនខ្ញុំត្រូវតែគិតថាខ្ញុំគឺជាគ្រួសារតែមួយគាត់អ្វីដែលខ្ញុំតែងតែគិតខ្ញុំតែងតែធ្វើហ្នឹងមុននឹងយើងចាប់ផ្ដើមទៅសម្ភាសគាត់យើងចាប់ផ្ដើមទៅចង់បានព័ត៌មានសំខាន់ស៊ីជម្រៅពីគាត់យើងត្រូវតែធ្វើយ៉ាងណាឲ្យគាត់គិតថាយើងដូចជាបងប្អូនគាត់បាទនឹងជាចំណុចសំខាន់របស់អ្នកសារព័ត៌មានថាយើងធ្វើមិនឲ្យគេកក់ក្ដៅក្នុងចិត្តហើយផ្ដល់នៅអ្វីដែលគេពិបាកនិយាយមកកាន់យើងមួយវិញទៀតខ្ញុំជឿជាក់ថាបងប្អូនដែលគាត់ជាអ្នកតាមដាននៅក្នុង page របស់ខ្ញុំគាត់ធ្លាប់ដាក់រហស្សនាមខ្ញុំថាជាមេធីមកីឡាករនីកាលនោះខ្ញុំឃើញថាសម្លេងរបស់ស្ត្រីនៅមានតិចនៅក្នុងវិស័យនេះដូច្នេះខ្ញុំគិតថាខ្ញុំគឺជាស្ត្រីម្នាក់ដែរដែលបានចូលរួមនៅក្នុងវិស័យនេះខ្ញុំសម្រេចចិត្តថាខ្ញុំនឹងធ្វើយ៉ាងណាឲ្យคล้ายទៅជាសម្លេងមួយសម្រាប់ពួកគាត់ដែរអញ្ចឹងកាលនោះខ្ញុំមានបេសកកម្មដើរទៅតាមក្លឹបដែលមានស្ត្រីច្រើនស្ត្រីតិចក៏ដោយច្រើនក៏ដោយខ្ញុំព្យាយាមដើរទៅសម្ភាសឲ្យគាត់បានបង្ហាញពីគោលបំណងរបស់គាត់បង្ហាញពីអ្វីដែលគាត់ចង់បានយូរទៅក៏វាបានជាផ្លែផ្កាបច្ចុប្បន្ននេះខ្ញុំសម្លឹងឃើញថាកីឡាករនីមានច្រើនតាមរយៈការផ្សព្វផ្សាយរបស់ខ្ញុំដែលជាចំណាយតូចមួយរួមជាមួយនឹងបងប្អូនជាអ្នកផ្សព្វផ្សាយផ្សេងទៀតគាត់បានចូលរួមដូចគ្នាបាទចាបច្ចុប្បន្នយើងមើលឃើញថាកីឡាករនីមានក៏ច្រើនគួរសមឡើងហើយចាច្រើនជាងពេលដែលខ្ញុំមកដំបូងមានតែប្រហែលអ្នកហ្នឹងហើយចាហើយបន្តពីហ្នឹងទៀតខ្ញុំបានឃើញផ្លែផ្កាហើយវាក៏ជាកម្លាំងចិត្តរបស់ខ្ញុំដែរពេលដែលយើងឃើញថាយើងបានធ្វើជាសម្លេងហើយសម្លេងហ្នឹងក៏លឺទៅដល់អ្នកពាក់ព័ន្ធខ្ញុំក៏បានបន្តបេសកកម្មរបស់ខ្ញុំមួយទៀតនៅក្នុងការផ្សាយថ្នាលតូចជាកីឡាករដែលគេហៅថាថ្នាលណាវ័យតូចគីឡូតូចខ្ញុំក៏ចាប់ផ្ដើមធ្វើពួកគាត់ទៀតដែរទាំងការរៀនសូត្រទាំងការវឹកហាត់ទាំងស្ថានភាពជីវភាពរបស់គាត់ខ្លះដែលខ្ញុំត្រូវឲ្យតែខ្ញុំត្រូវតែឲ្យអ្នកជាអ្នកគ្រប់គ្រង page របស់ខ្ញុំគាត់បានឃើញគាត់បានដឹងគាត់បានឮថាតើក្មេងតូច
bảo bọn nè còn ai miến là tập hiệp nó không ca vật hạt bản đào mình từ lên tọt cao su lên chung xí lôi rồi gọi xanh còn do pe về lía mà lên cày lá với cái chia cũng rú muối xem mẹp mình xanh đài mình hai dân úp một đông làm bè quạt máu vay đông mày nơi lứa sòng viên ấy bàn tay chụp này mùi bà tôi bay quạt mình hạt lang váy rồi quạt hạt làm bay sọc hiệp hai mình do pe về lía từ vừa ấy đẹp đã bay một em xanh đài muốn năng bàn lực lang thả nông niêm phải chùa máu dương tu này ti trên nè nòm xà rồi có trên nè sầm lê mùiในนองนอมtừการสร้างเสียงไหนจุนหรือก่อนเนี่ยได้เปียปอนนั่นนะขนมนั่งจะเล็กติดบ้านในทางลองตื้อคลอบบ้านปอมนอมนั่งให้เวียคลายจีรูปจีพอจีพลายจีบกาโดยจีเรื่องการใดเองคลาลองตื้อคลอบไอ้ลายเลือกลางบ้านนี้บ้านใหญ่ปีกันให้คือเชิญบ้องบนใต้มาท่าtranhพลายก้าเวียเมื่อเต้เวียกูเอาจับอารมณ์บนใต้เวียหาเมื่อเต้จีเรื่องธรรมดาบ้าปุกวดคือการได้เอาไก่ลาการนี้ล่างประกวดเนยตามสังเวียนอย่างหอยน้ำมาติดกอเมียนมากูปีกูไอ้จังนะจังแล้วโดยบ้องมันเคยไงปัจจุบันนั่งเนยตามสถานีตัวโดยจีสิติอันโดยจีตัวเชียดกำเชียนังสถานีตัวเซนเตียดกดบ้านดาวหลักกะชุดดาวกลาการนี้จ้าจังมาติดอย่างหอยน้ำก็เมียนปีเนี่ยปีเนี้ยหรือก็บุญเนี่ยสมาหนึ่งปีกูในขนมกาประกวดได้จังเพียคือเชียพลายกาได้ยังตัวบ้านการนู้ยังมือคืนอดเมียนให้ไปตอบม้อยังถืออย่างไม่ก่อนอาจจะกับทรายหรือก็ยังจะดาวตัวเช่นเนี้ยไม่ได้ทาปอมนอมซานี่ไว้ได้เชียสำนักประกวดนั้นแต่การถนัดหรือก็เลยแบบไม่ได้ย้อมทรายในเรื่องเพลย์บ่หยงตับทรายดิย้อมเชื่อทาไปได้ย้อมทรายเต๋อหน้าดักง้อมโลกหนึ่งบ้านเคยเชียไปแซ่เนี่ยแปะปอนโดยเชียดำประเทศสาปอนเนี่ยเรียบจำกรรมวิธีผลิตกอยัยเต๋อปลูกกวาดบ้านก็ไปเพลย์ย้อมขลาจ้าให้มวยเตียนวิธีซาบ่ยอมนั่งคือนะไปได้ยอมจูบกีฬาการนี้ยอมไอ้กอดใหญ่เอาไว้ได้กอดจังบานให้นั่งไปได้ยอมจูบถนัดดักน้อมหรือก่อนเนี่ยแปะป้อนยอมนั่งไปหายกอดท่าปุกอดเถอการแช่ตาไอ้เรียบไอ้กอดนั่งขนมกำลัดนาชนก้ายอมโยปีสำเร็จบ่ถนัดเลยนะมาท่าเนี่ยเรียบจำกรรมวิธีผลิตกอกอดเถอการใหม่กอดเถอการกีฬาการนี้ได้มีคุณภาพกีฬาการนี้ได้มีบอกปีเศร้าหรือก็ถนัดหรือก็มวยปีใบแต่ตามแหลกคันบักกอดให้do tới bà hai cái là cả này bên thao bà sân chỉ dân trong miền nào cả mình mến pưng từ lớn nhóm đại chia sầm lấy muối tê cứ pưng từ lớn luôn ấy đại miền sầm mặt tập hiệp được kia ní cứ chia bây đại nhóm chưa chạy tha nẹo bẹ pon đằng ó còn nơi không phải bao nhóm á chỉ biết sai tiền tiền xã pon là tại co cái lá cả này tôi này cái chôn ấy quạt trâu rúm chỉ mà tại dọc bò cho lang tới thôi áoเมียนพลายกาโดยสองไงนี่จ้าจังหวัดเราปัจจุบันนี้ยืงเคยทานนุกโคเชียสมัติพอลมวยได้ในบ้านยืงโชว์รวมจำหน่ายจ้าจำหน่ายเมียนไอเตียดในขนมอาชีพในขนมการเงินนี่ประกอบปียืงไปจีบพลูนเมาเมียนไอเตียดในยืงกระทาวิเชียเอาไว้ได้ยืงบานเพื่อให้เวียเคยทาบานบางให้จะรูปเรียงประตอมาเตียดคือการประดอลกาแต่ดอถนาวบองอ้นได้ก็จีเนี่ยตามด้านย่อมกับบ้านเคยใหญ่ไปได้กีฬาการนี้มีนกัวซ้ำยมจับดำสัมผัสธนาหมดดองไอ้ยมเชื่อท่าบอกดอกก็หายกอดนะกีฬาก็ชิปคือธนาละไงเนี่ยเป็นนะกดกีฬาก็ได้มีนคุณภาพคือธนาละไงให้เนี่ยไปได้ยมแต่ดอจุบธนาดักน้อมก็ตายแต่เลิกล่างท่ากีฬาก็ยังเนี่ยไปปัจจุบันนั่งกดกดมันตอนไอ้กดกงตีซาบ้านเนี่ยเดี๋ยวซาตายกรรมวิธียังมีนเชิญคนขมายยังกำปงริจำเริญจังยังถ่ายกาไปบริเลียนขนมกาปดปดาหรือก็ยังถ่ายผลิตกีฬากอตีนจังถ่ายผลิตปีนาบ้านมีนตัทนาโตยๆนั่งไงจังยังปุ่งเรื่องไงกวดมีนเอากาขนมกาประกวดหัดปลดดำโคลนไอเต้ต้มหอมแผมชน้ำหรือก็ดับชน้ำเตี้ยกีฬากอชิปมีนไปนั่งมองโดยอะไรบองไอหอบสังเวียนธนาเลยไปปัจจุบันนี้มีนจรานะร้านคลังเหมือนแต่มีนสังอาปีม้วนยังเมื่อประดาตั้งไงใส่ตึ๊ดด้วยนะแล้วมีนตั้งปีไงปดไปคลามีนตั้งปีไงจันตื่คือมีนโหดให้บองโอนเนอตามด่าใครเรียบจำกรรมวิธีธนาแล้วก็จราเตียนนี่คือเจสมัตพออะไรยมโจรวมจำหน่ายห้าวยมกระทาวิจิพลายกาที่ก็จีจำหน่ายโตยมวยในได้ยมบ้านประหารสำเร็จนั่งตื่นนั่งไงแต่เติมคะแนนนี่นักน้องอาชีพนี่ยมกระทาโมนี่มีนไอ้ได้จีหนึ่งมีนไอ้ดำใบใจเลยได้โดยจียืงทำไมนี่ยืงตัวมอปีอเมริกปีไอ้ได้เติมสอบสายคนขมายอเมริกปีดอไงจ้าปีดอยมกระทามีนจีกำนัด
đầm bấy dương rùm chầm này cái nông ca sát tháp đá à phải bón nông nông bị sai đi mũi này đại nông ca sọp sai đại ចានៅពេលដែលខ្ញុំអត់ទាន់បានចេញទៅក្រៅណាខ្ញុំអត់ធ្លាប់គិតទេថាគុណខ្មែរនឹងអាចនាំខ្ញុំចេញទៅក្រៅប្រទេសបានប៉ុន្តែដោយសារតែបងប្អូនជាអ្នកគ្រប់គ្រងគាត់ទីមួយគាត់គ្រប់គ្រងខ្ញុំគាត់ឆ្លាញ់នៅសមត្ថភាពរបស់ខ្ញុំស្របពេលដែលសហព័ន្ធគាត់ផ្ដល់ឱកាសផងជាមួយនឹងក្រុមហ៊ុនដែលគាត់ជាអ្នកនាំកម្មវិធីនឹងចេញទៅគាត់សប្បាយចិត្តគាត់ឃើញថាយើងជាស្ត្រីគាត់ផ្ដល់ឱកាសដល់យើងហើយគាត់ក៏ឲ្យខ្ញុំនឹងមានឱកាសបានចេញទៅក្រៅវាដូចជាភពថ្មីមួយទៀតសម្រាប់ខ្ញុំដែលខ្ញុំត្រូវរៀនសូត្របាទអ្វីដែលខ្ញុំញាក់ផ្អើលហ្នឹងនៅពេលដែលខ្ញុំទៅដល់អាមេរិកហ្នឹងខ្ញុំអត់នឹកស្មានថាមានអ្នកគ្រប់គ្រងខ្ញុំដែរនៅនោះមានបងមានដែរមានច្រើនទៀតគាត់មកគាត់ថាអូយបានជួបអូនម៉ូលីនីអីចឹងណាហើយគាត់លើកទឹកចិត្តអ្វីដែលខ្ញុំបានបទពិសោធន៍ពីទីនោះណាពួកគាត់តែងតែផ្ដល់នៅកម្លាំងចិត្តនិងលើកទឹកចិត្តមកឲ្យពួកយើងដែលជាអ្នកបំពេញការងារមិនថាជាកីឡាករប្រធានសហព័ន្ធក្រុមអ្នកឧបត្ថម្ភបាទចាក្រុមការងារគុណខ្មែរហ្នឹងកីឡាករក៏ដោយបាទបើការដែលចំណុចខ្វះខាតគាត់ប្រាប់យើងនៅក្នុងន័យមួយដែលឲ្យយើងហ្នឹងស្ដាប់ហើយយើងសប្បាយចិត្តនឹងកែប្រែតែម្ដងបាទគាត់អត់មានថាពាក្យដែលធ្វើឲ្យយើងពិបាកទទួលយកទេហ្នឹងហើយជាអ្វីដែលខ្ញុំរៀនសូត្រហើយយើងអាចបើកខ្លួនឯងឲ្យបានធំជាងហ្នឹងថាសង្គមគេគឺគេបែបហ្នឹងមិនមែនថាអត់មានមនុស្សដែលគេនិយាយពាក្យអត់ព្រោះទេខ្ញុំអត់ចង់និយាយពាក្យថាអត់ព្រោះជេរបរិហាអីចឹងឯណាប៉ុន្តែគេធ្វើម៉េចឲ្យមានតិចសំខាន់ជាងហ្នឹងទៅទៀតខ្ញុំបានរៀនសូត្រពីអ្វីដែលថ្មីនោះគឺខ្ញុំឃើញថាខ្មែររបស់យើងនៅទីនោះខ្លាំងណាជាពិសេសស្ត្រីគាត់អាចខ្លាយទៅជាចៅសង្កាត់នៅរដ្ឋកាលីហ្វ័រញ៉ាហ្នឹងនៅទីក្រុងឡុងប៊ិចហ្នឹងគាត់បានខ្លាយទៅជាគេហៅថាក្រុមការងារនៅក្នុង Cambodia Town ហ្នឹងហើយនៅមានស្ត្រីខ្លាំងផ្សេងទៀតដែលគាត់បានបំពេញការងារនៅឯសហរដ្ឋអាមេរិកហ្នឹងដែលគេហៅថាប្រទេសមហាអំណាចចឹងខ្ញុំមើលឃើញហើយខ្ញុំថាជុំស្ត្រីយើងខ្លាំងណាស់ជាពិសេសស្ត្រីខ្មែរទៅដល់កន្លែងណាក៏គាត់នៅតែអាចបង្ហាញសមត្ថភាពរបស់គាត់ហើយនៅក្នុងន័យមួយដែលមនុស្សប្រុសនៅក្រៅបង្គាប់គាត់ក៏មានដែរប៉ុន្តែគេអាចធ្វើការមួយគ្នាគេអាចសហការគ្នាគេអាចនិយាយទៅឲ្យមូលដ្ឋានរបស់គេនឹងរីកចម្រើនតាមរយៈការដឹកនាំរបស់ស្ត្រីម្នាក់ឬក៏ស្ត្រីខ្មែរដែលខ្ញុំបានឃើញហ្នឹងអញ្ចឹងអ្វីដែលខ្ញុំបានរៀនសូត្រពីគេហើយខ្ញុំចង់អភិវឌ្ឍខ្លួនឯងបន្ថែមហ្នឹងខ្ញុំត្រូវតែបន្ថែមសមត្ថភាពខ្លួនឯងពង្រឹងគុណភាពនៃការសិក្សាស្វែងយល់របស់ខ្លួនឯងបន្ថែមទៀតហើយយកគំរូរបស់ពួកគាត់យកមកដាក់ខ្លួនហើយខ្ញុំជឿថាបើសិនជាមានស្ត្រីជាច្រើនដែលគាត់មានឱកាសដូចខ្ញុំណាគាត់គួរតែចូលរួមដើម្បីជាផ្នែកមួយយើងកុំគិតថាយើងជាមនុស្សស្រីយើងធ្វើអីមិនកើតគាត់ថាយើងបំពេញតួនាទីជាស្ត្រីរបស់យើងហ្នឹងបានទៅតាមប្រពៃណីវប្បធម៌របស់យើងហើយតែគាត់ថាអ្វីដែលយើងត្រូវបន្ថែមហ្នឹងគឺលក្ខណៈសម្បត្តិនៃភាពក្លាហានការបង្ហាញសមត្ថភាពចំណេះដឹងជំនាញពិតប្រាកដបាទអញ្ចឹងជំនាញពិតប្រាកដរបស់យើងនឹងនាំយើងទៅរកអីដែលថ្មីហើយចាដូចជាអ្វីដែលយើងកំពុងតែធ្វើនេះអញ្ចឹងចាក៏ចង់ដឹងបន្តិចដែរសម្រាប់ផែនការទៅមុខទៀតសម្រាប់មូលនីនៅក្នុងគុណខ្មែរនេះនឹងមានអីបន្តទៀតហើយអាចបង្ហើបជូនដល់អ្នកគ្រប់គ្រងឲ្យដឹងផងដែរតាមពិតខ្ញុំអត់តន់និយាយរឿងហ្នឹងដែរដោយសារតែពួកខ្ញុំមានគ្រួសារខ្ញុំហើយនឹងខ្ញុំហ្នឹងមានការងារអាចថាបងប្អូនមើលទៅឃើញធ្វើការជាមួយគ្នាបាទពួកយើងពិតជាធ្វើការមួយគ្នាមែនប៉ុន្តែប្តីខ្ញុំគាត់មានការងាររបស់គាត់ផ្សេងមួយទៀតចាអញ្ចឹងគាត់ជា freelance ផ្នែករបស់គាត់ផលិតវីដេអូអីចឹងផលិតវីដេអូឯកសារឬក៏វីដេអូ documentary អីផ្សេងរបស់គាត់អញ្ចឹងណាអញ្ចឹងខ្ញុំបំពេញការងារនេះគឺគាត់មកជួយខ្លះបាទហើយឥឡូវនេះយើងសន្សំលុយដែលយើងមានហ្នឹងដើម្បីទិញផ្ទះមួយល្មមហើយឥឡូវនេះផែនការរបស់ពួកយើងកំពុងតែរៀបចំនៅបន្ទប់សម្រាប់ថតចាស្ទូឌីយោមួយដែលយើងអាចថតទាំងវីដេអូក៏បានថតទាំងសំឡេងក៏បានហើយយើងនឹងពង្រីកសក្តានុពលនៅក្នុងការផ្សព្វផ្សាយរបស់យើងរៀបចំផលិតវីដេអូឲ្យមានគុណភាពជូនទៅកាន់បងប្អូនដើម្បីជាការដឹងគុណទៅដល់បងប្អូនដែលគាត់បានគ្រប់គ្រងបាទចាហើយនៅក្នុងនោះមិនមែនថានៅក្នុងតែវិស័យកីឡាបណ្ដាលហ្នឹងមួយទេខ្ញុំអាចនឹងមានពេលវេលាធ្វើនៅ
វីដេអូផ្សេងទៀតដើម្បីជូនទៅកាន់បងប្អូនដូចជាការអានសភៅជាសម្លេងអីផ្សេងៗហ្នឹងប្រហែលជូនបងប្អូនតិចប៉ុណ្ណាចូលចិត្តឲ្យជាគាត់សុបាយចិត្តណាគាត់ឃើញខ្ញុំមើលទៅបែបកំប្លុកកំប្លែងក៏មិនដឹងក៏ប៉ុន្តែនៅក្នុងអ្វីដែលខ្ញុំបានផ្សាយជាមួយនឹងស្នាមញញឹមជាមួយនឹងភាពកំប្លែងហ្នឹងក៏វាមានខ្លឹមសារអីដែលឲ្យគាត់បានសុបាយបានមើលបានយល់បានដឹងពីសុខទុក្ខកីឡាករដែរហើយនៅក្នុងកម្មវិធីពលិកម្មគុណខ្មែរនេះបើស្ដាប់ទៅចំណែកខ្ញុំហ្នឹងវាគ្រាន់តែជាចំណែកតូចមួយទេប៉ុន្តែអរគុណបងដែលបានផ្ដល់ឱកាសឲ្យខ្ញុំបង្ហាញនៅអ្វីទី1គឺគោលដៅរបស់ខ្ញុំចាសុខទុក្ខរបស់ខ្ញុំនឹងចែករំលែកបទពិសោធន៍ខ្លះព្រោះថាចេញពីខ្ញុំម្នាក់ខ្ញុំជឿថាតិចទៀតទៅនឹងមានស្ត្រីតទៀតមិនថាតែជួនកាលដូចកីឡាករនីអីគាត់ហាត់លេងកើតឬក៏គាត់នេះគាត់ចាប់ផ្ដើមធ្វើអាហ្នឹងដូចខ្ញុំដែរទៅតិចដែរទៅអាចជាគំរូទៅគាត់ដែរជាបទពិសោធន៍ទៅគាត់ដែរហើយមុននឹងបញ្ចប់បាទហ្នឹងហើយយើងក៏មានផលិតផលពីជូនដែរពីប្រអប់ជូនគឺទី1គឺវីហុបចាបាទវីហុបគឺតកតងនឹងសន្លាក់សរសៃដូចបងប្អូនបានឃើញពីក្រោយអញ្ចឹងតកតងនឹងសន្លាក់សរសៃបាទនៃការពារយើងជួយអ្នកដែលកើតគឺយើងជួយសម្រួលឲ្យល្អប្រសើរហើយអ្នកដែលមិនទាន់មានបញ្ហាសន្លាក់សរសៃក៏ការពារមិនឲ្យហ្នឹងហើយតកតងនឹងសន្លាក់សរសៃហើយអ្នកដែលនៅក្នុងវិស័យកីឡានេះគឺត្រូវហើយមកប្រភេទទៀតវីហុបគឺតកតងនឹងការបញ្ចុះជាតិស្ករទប់ស្កាត់បញ្ហាទំនោរផ្អែមចាហើយនឹងការពារជំងឺកាត់ត្រង់នោមផងដែរអញ្ចឹងណាភ្ជាប់ជាមួយគ្នានោះយើងនិយាយកុំឲ្យគេលឺក្រុមហ៊ុន VY Plus ក៏បានឧបត្ថម្ភចំនួន 100000 ដែរអូចាអរគុណច្រើនជួបជជែកគ្នានេះណាអញ្ចឹងសូមអរគុណដល់ក្រុមហ៊ុនដែលបានជួយគ្រប់គ្រងនៅក្នុងកម្មវិធីពលិកម្មគុណខ្មែរហើយយើងសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយគ្រប់គ្រងដល់ក្រុមហ៊ុនវិញផងដែរហើយជាពិសេសក៏សង្ឃឹមថាជួយ share ផងដើម្បីឲ្យបងប្អូនស្គាល់តាមរយៈ page សេងមូលនី journalistចាហ្នឹងហើយអញ្ចឹងបងប្អូនចង់តំណែងអីអាចតាក់ទងទៅកាន់បងបានឬក៏ចូលទៅក្នុង page ពលិកម្មនឹងបានដូចគ្នាហើយpage ហ្នឹងខ្ញុំនឹង share ឲ្យបងប្អូនព្រោះអីសម្ភារខ្ញុំបាទជាចុងក្រោយសូមអរគុណដល់ពុកម៉ែបងប្អូនហើយសូមគោរពជូនពរបាទជួបតែសុខសុវត្ថិភាពហើយនឹងសំណាងល្អហើយយើងនឹងជួបគ្នានៅក្នុងវគ្គក្រោយទៀតពលិកម្មគុណខ្មែរឧបត្ថម្ភផ្ដាច់មុខដោយផលិតផលបំពេញសុខភាព We Hope ជួយដោះស្រាយបញ្ហាសន្លាក់សរសៃនិងអាស៊ីតយ៉ាងមានប្រសិទ្ធភាព We Herb ជួយដោះស្រាយបញ្ហាលើសសម្ពាធឈាមលើសជាតិស្ករការពារជំងឺទឹកនោមផ្អែមនិងបញ្ហាតម្រង់នោមសហការផលិតដោយអាពេច Media អ្នកឯកទេសថតរូបនិងថតវីដេអូអាពេច Media ច្នៃប្រឌិតគ្មានដែនកំណត់